សួស្តីអតិថិជន Kembo Computer ទាំងអស់គ្នាហើយនេះគឺជាសកម្មភាពកំពុងតែផ្លាស់ប្ដូរថ្ម Oppo Reno Zen ឥឡូវចាប់ផ្ដើមយកខ្សែសាកមកសាកសិនចង់ដឹងថាវាមិនខ្លះពេលសាកទៅវាចេញសញ្ញានេះវាលោតទាំងសញ្ញាក្រហមឆាតក្រហមហ្នឹងហើយឥឡូវចាប់ផ្ដើមដកសាកចេញចាប់ផ្ដើមដកឯណាចាប់ផ្ដើមដោះចេញហើយដោះជើងស៊ីមហើយចាប់ផ្ដើមមកខ្ចៅសុំវីដេអូហ្នឹងរឿងខែលឿនតិចហើយកន្លែងដោះខ្ចៅហ្នឹងចាប់ផ្ដើមកោសហើយនៅខ្ចៅខាងក្នុងមកតង់ទៀតណាហើយយើងចាប់ផ្ដើមកោសអានេះជើងនេះវាថ្មនិយាយទៅបញ្ហាថ្មទេយើងផ្លាស់ប្ដូរនេះថ្មថ្មីណា Oppo Reno Z ដូចគ្នាទេចាប់ផ្ដើមផ្លាស់ហើយកឹបទៅវិញហើយចាប់ផ្ដើមធ្វើតេស្តកឹបហ្នឹងមិនកឹបសម្រេចណាកឹបធ្វើតេស្តទេអូខេដំណើរការហើយអញ្ចឹងមិញបញ្ហាថ្មទេអត់លើបញ្ហាលើបតអីទេដោយសារតែបញ្ហាហ្នឹងសាកអត់ឡើងថ្មសោះអាថ្មចាស់វាគឺខូចហ្មងអញ្ចឹងមានតែផ្លាស់ប្ដូរថ្មីទៅដំណើរការហើយនេះឡើងថ្មតែហើយក៏ចាប់ផ្ដើមបិទវិញអូខេហើយនេះយើងដាក់ថ្មហើយយើងអានៅប្រទេសខាងក្រោមហ្នឹងយើងដាក់ស្កុតដើម្បីឲ្យស្អិតជាប់មួយថ្មហ្នឹងហើយអានេះជាការសម្រេចឲ្យចាប់ផ្ដើមមូសខ្ចៅរ៉ាប់ចូលវិញទាំងអស់ហើយមើលដោយការប្រុងប្រយ័ត្នអញ្ចឹងណាឲ្យតាវគ្គកន្លែងមូសខ្ចៅគឺខ្ញុំដាក់ speed ឲ្យរឿងលឿនតិចដោយសារតែមូម្ដងឡើងចូលប្រហែលនាទីដែរហ្នឹងណាគាត់ណាប្រហែលគ្រាប់សោះហ្នឹងណាប្រហែលគ្រាប់អីច្រើនដែរអូខេអានេះស្ទះវាសែមូសខ្ចៅហើយនេះនឹងយើងដាក់កែមវាហើយបន្ទាប់មកយើងដាក់កាវដើម្បីបិទស្ទះខាងក្រោយវានេះចាប់តាមបិទហើយជិតដល់វគ្គសម្រេចមែនតើហើយដើម្បីវាជាប់ល្អកុំវាហើបយើងយកកស៊ូមកចងវាដើម្បីទុកវាប្រហែលនាទីអញ្ចឹងណាដើម្បីឲ្យវាកាវវាស្ងួតវាអីអញ្ចឹងណាហ្នឹងហើយឥឡូវនេះសម្រេចហើយយើងចាប់ដើមធ្វើតេស្តម្ដងទៀតនេះដល់ខ្សែនេះឥឡូវឡើងចេញសញ្ញាឆាតក្រហមដូចមុនទៀតណាគឺយើងបានដោះស្រាយរួចរាល់ហើយឥឡូវនេះយើងត្រូវធ្វើតេស្តបន្តិចទៀតសិនមើលសិនថាវាមិនដែរឥឡូវដំណើរការហើយហ្នឹងហើយបងប្អូនសម្រាប់វីដេអូមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះ